មូលដ្ឋានកងទ័ពរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសស៊ីបទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ក្រសួងការពារជាតិចក្រភពអង់គ្លេសបានប្រកាសថាយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារទៅលើមូលដ្ឋានកងទ័ពយោធារបស់ចក្រភពអង់គ្លេសនៅអាក្រូទីរីនៅក្នុងប្រទេសស៊ីបដែលនេះត្រូវបានចាត់ទុកថាជាផលប៉ះពាល់ជាក់ស្ដែងក្នុងចំនួនបច្ចុប្បន្ននៅតំបន់មជ្ឈមបូព៌ាដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ដែលបានសម្លាប់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាមេនីនេះបើយើងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក John Healey បាននិយាយថាមានការបាញ់មីស៊ីលផ្លោងឆ្ពោះទៅកាន់ប្រទេសស៊ីបនៅម៉ោងប្រហែលពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃច័ន្ទទី2មិនិនាហើយបានបន្ថែមថាមិនមានអ្នកទទួលរងរបួសពីការវាយប្រហារនេះទេការវាយប្រហារនេះត្រូវបានអះអាងបញ្ជាក់ដោយរដ្ឋាភិបាលប្រទេសស៊ីបដោយអ្នកនាំពាក្យរដ្ឋាភិបាលបានរាយការណ៍ថាមានហេតុការណ៍វាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រភេទសារហេតុមួយគ្រឿងបានវាយប្រហារមកលើមូលដ្ឋានទ័ពអាកាសអង់គ្លេសមួយកន្លែងនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសនេះជាការវាយប្រហារលើមូលដ្ឋានយោធាអង់គ្លេសជាលើកដំបូងចាប់តាំងពីការវាយប្រហារដោយរ៉ុកកែតរបស់ក្រុមលីប៊ីក្នុងឆ្នាំ1986មកប្រធានាធិបតីស៊ីបលោក Nikos Christodoulides បានថ្លែងក្នុងសន្ទរកថាមួយថាកងកម្លាំងមានសមត្ថកិច្ចទាំងអស់របស់សាធារណរដ្ឋកំពុងតែក្នុងស្ថានភាពប្រុងប្រយ័ត្ននិងមានសមត្ថភាពប្រតិបត្តិការបានគ្រប់ពេលមេដឹកនាំរូបនេះបានបន្ថែមដោយបញ្ជាក់ថាប្រទេសរបស់លោកមិនបានចូលរួមក្នុងប្រតិបត្តិការយោធាណាមួយឡើយហើយក៏មិនមានបំណងចូលរួមក្នុងប្រតិបត្តិការយោធាណាមួយនាពេលអនាគតផងដែរគួរបញ្ជាក់ឲ្យដឹងផងដែរថាហេតុការណ៍នេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer បានប្រកាសអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធាអង់គ្លេសសម្រាប់ការវាយប្រហារការពារប្រឆាំងទៅនឹងមីស៊ីលអ៊ីរ៉ង់